តោះសួស្តីបងប្អូនទាំងអស់គ្នាណាជើងយើងមកដល់ស្ដាយលំហាត់កម្ពស់ទី38ដែរគណនាផ្ទៃកន្លះវ៉ាឡេឡូក្រាមដកដែរទៀតប៉ុន្តែលំហាត់អក្សរខណាអញ្ចឹងលំហាត់អក្សរខនេះផ្ទៃគេឲ្យយើងរកផ្ទៃប្រឡេឡូក្រាមដែលដូចរូបនេះណាអញ្ចឹងនៅក្នុងរូបគេបានបង្ហាញហើយផ្ទៃរបស់ប្រឡេឡូបង្ហាញរូបជារាងប្រឡេឡូក្រាមដែលមានកម្ពស់ 1.2 ម៉ែត្របាទអធិស្ឋានដែលមានកម្ពស់ 1/2 ម៉ែត្រណាហើយនឹងបាត 3/4 ម៉ែត្រអញ្ចឹងគេឲ្យយើងរកផ្ទៃកន្លះខាងក្នុងនេះណានេះខាងក្នុងនេះគេឲ្យរកផ្ទៃកន្លះខាងក្នុងនេះដែលបញ្ជាក់ម្ដងទៀតណាដែលមានកម្ពស់ 1/2 ម៉ែត្រនិងបាត 3/4 ម៉ែត្រអញ្ចឹងយើងដឹងពីលំហាត់អក្សរកហើយណាផ្ទៃកន្លះវ៉េឡូក្រាមស្មើនឹងបាតស្មើនឹងបាតគុណឲ្យកម្ពស់ណាវ៉េឡូក្រាមស្មើនឹងបាតគុណឲ្យកម្ពស់ឬក៏ផ្ទៃកន្លះវ៉េឡូក្រាមស្មើនឹងបាតគុណឲ្យកម្ពស់ជាអក្សរឡាតាំងណាអញ្ចឹងបាតរបស់យើងណាបាតតាំងដល់អក្សរ B ឬក៏អក្សរ B ជាភាសាបារាំងអញ្ចឹងបាតរបស់យើងគឺមែន 3/4 ម៉ែត្រកម្ពស់តាមដល់ 1/2 ម៉ែត្រណាបងប្អូនគ្នាអញ្ចឹងលេខនេះសិតទៅជាប្រភេទអញ្ចឹងយើងបានអីផ្ទៃកន្លះប្រឡេឡូក្រាមស្មើនឹងបាតរបស់យើង 3/4 គុណឲ្យកម្ពស់របស់យើង 1/2 អញ្ចឹងយើងមកដល់កន្លែងទៅនេះគឺដល់មេរៀនលើកមុនហើយដើម្បីគុណប្រភាគបាទបងប្អូនអញ្ចឹងយើងចូលដល់កន្លែងនេះគឺជាការគុណប្រភាគនិងប្រភេទទាំងអស់គ្នាអញ្ចឹងដើម្បីគុណប្រភាគនិងប្រភេទណាដើម្បីគុណប្រភេទនិងប្រភេទយើងយកភាគយកគុណនឹងភាគយកភាគបែងគុណនឹងភាគបែងអញ្ចឹងភាគយករបស់យើងប្រភេទទី1គឺលេខ3ភាគយកទី2របស់យើងប្រភេទទី2របស់យើងភាគយកគឺលេខ1 3គុណឲ្យ1គឺលេខ3ណាបងប្អូនគ្នា4គុណឲ្យ2គឺ5 8អញ្ចឹងផ្ទៃកន្លះរបស់យើងຂະຫນាតគិតជាម៉ែត្រការ៉េណាបងប្អូនគ្នាអញ្ចឹងដូចនេះបាទដូចនេះស្អីបងប្អូនគ្នាដូចនេះផ្ទៃក្រឡាប្រឡេឡូក្រាមរបស់យើងគឺស្មើប៉ុន្មានបងប្អូនគ្នា 3/8 ម៉ែត្រការ៉េណាជុំលំហាត់មួយនេះឲ្យយើងចេះអំពីរូបមន្តផ្ទៃកន្លះរបស់ប្រឡេឡូក្រាមគឺបាតគុណឲ្យកម្ពស់និងមួយទៀតគឺយើងចេះគុណប្រភាគណាគុណប្រភាគដើម្បីគុណប្រភាគបានយើងយកភាគយកគុណភាគយកភាគបែងគុណនឹងភាគបែងណាយើងចេះបានពីរហ្នឹងណាបងប្អូនគ្នាជួបគ្នានៅវីដេអូក្រោយណាបាយបាយ